ធ្លាប់ឆ្ងល់អត់ហេតុអីបានជារឿងខ្លះយើងមើលទៅមានអារម្មណ៍ថាជក់ចិត្តខ្លាំងហើយរឿងខ្លះទៀតយើងមានអារម្មណ៍ថាគ្រាន់តែមើលតែបន្តិចគឺល្ងួយដូចតែម្ដងមិនថាជារឿងវែងឬក៏ជារឿងខ្លីទេបើសិនបើរឿងរបស់អ្នកទាំងអស់គ្នាខ្វះនៅធាតុគ្រឹះសំខាន់ចំនួន4នេះវានឹងធ្វើរឿងអ្នកទាំងអស់គ្នានឹងជួបបញ្ហាដូចខាងលើអញ្ចឹងមើលឲ្យគឺល្ងួយដេកអញ្ចឹងធាតុសំខាន់ទាំង4ហ្នឹងមានអីខ្លះទី1គឺតួអង្គអញ្ចឹងសាច់រឿងទាំងមូលតួអង្គឯកគឺជាតួអង្គមួយដែលកាមេរ៉ាត្រូវដើរតាមអ្នកនិពន្ធត្រូវតែ save focus លើសកម្មភាពរបស់តួអង្គឯកត្រូវគឺបន្តតួអង្គឯកជាក់លាក់នៅក្នុងសាច់រឿងមួយទី2គឺគោលដៅឬក៏ goal អញ្ចឹងតួអង្គឯកត្រូវមានគោលដៅមួយច្បាស់លាស់នៅក្នុងសាច់រឿងមួយហ្នឹងយើងមិនអាចឲ្យតួអង្គមួយចិត្តតែលេងឬក៏ចិត្តតែសរសេរទៅតាមអារម្មណ៍របស់យើងទេតួអង្គឯកត្រូវមានគោលដៅមួយច្បាស់លាស់ប្រសិនបើសកម្មភាពរបស់តួអង្គនៅក្នុងសាច់រឿងហ្នឹងគឺគាត់បានដោតឲ្យគោលដៅរបស់គាត់មានថាសាច់រឿងមួយហ្នឹងគឺចប់ទី3គឺឧបសគ្គឬក៏ចំនួនឬក៏ភាសាអង់គ្លេសហៅថា conflict អញ្ចឹងនៅពេលដែលតួអង្គឯកមានហើយគោលដៅមានហើយអ្វីថាមានបន្តទៀតនេះគឺឧបសគ្គដូចនៅក្នុងជីវិតយើងជាក់ស្ដែងអញ្ចឹងនៅពេលដែលយើងចង់បានអីមួយគឺតែងតែមានឧបសគ្គមួយមករារាំងមិនអាចថាយើងចង់បានអីមួយវាមកដល់រលូនគ្រប់ពេលទេអញ្ចឹងនៅក្នុងសាច់រឿងត្រូវតែមានឧបសគ្គហើយតួឯកបើមានឧបសគ្គកាន់តែច្រើនកាន់តែតកលាគ្នាគឺកាន់តែល្អអ្នកទាំងអស់គ្នាបើសិនជាសរសេររឿងឬក៏និពន្ធរឿងកុំខ្លាចក្នុងការធ្វើបាបតួអង្គឯកអញ្ចឹងបើសិនជាធ្វើបាបឬក៏មានឧបសគ្គជាច្រើនដែលស័ក្តិសមហេតុផលយកមកបដិកលាគ្នាសាច់រឿងបើមានកាន់តែច្រើននឹងកាន់តែល្អទី4គឺ resolution នៅពេលអ្នកទាំងអស់គ្នាមានតួអង្គឯកមានគោលដៅហើយមានឧបសគ្គអញ្ចឹងតើចុងក្រោយតួអង្គសម្រេចបានគោលដៅមួយនោះឬក៏យ៉ាងណាបើសម្រេចបានឬក៏សម្រេចមិនបានតើផ្លូវចិត្តរបស់តួអង្គនឹងទៅជាយ៉ាងណាមានចំណុចទាំង4នេះហើយសាច់រឿងរបស់អ្នកទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នាសរសេរឬក៏ថតជាភាពយន្តខ្លីទេសាច់រឿងរបស់អ្នកទាំងអស់គ្នានឹងជក់ចិត្តហើយមានឥទ្ធិពលយ៉ាងខ្លាំងចំពោះទស្សនិកជនសាឡបងគិតមើលតើសាច់រឿងអ្នកទាំងអស់គ្នាកំពុងសរសេរឬក៏កំពុងថតមានចំណុចគ្រឹះទាំង4ហ្នឹងដែរអត់